នេះគឺជាមាត់របស់ ASUS ProArt 890 Creator Wi-Fi ដែលបានរចនាមកជាមួយនឹងភាពធន់កម្លាំងខ្លាំងហើយ ASUS បានផលិតមាត់របស់នេះឡើងមកជាពិសេសតែម្ដងសម្រាប់បងដែលធ្វើការងារផ្នែក Content Creator Graphic Design ដែលពួកគាត់សុទ្ធតែត្រូវការនៅម៉ាស៊ីនដែលមានកម្លាំងខ្លាំងដើម្បីយកទៅធ្វើការងារទាំងអស់នោះដែលមានដូចជាការកាត់តវីដេអូកែរូបភាពឬធ្វើ 3D modeling ជាដើមអូហើយបើសិនជាបងអ្នកគ្នាកំពុងតែចង់តឡើងនៅ PC Build ប៉ុន្តែដឹងថាគួរតែជ្រើសរើស motherboard មួយណាដើម្បីយកទៅប្រើប្រាស់ទៅលើការងារធំៗទាំងអស់នោះបងអាចពិចារណាទៅលើ motherboard ASUS នេះបានក្រោយពីបងអ្នកគ្នាតាមដានវីដេអូនេះដល់ចប់ហើយ ASUS ក៏មានជា special case សម្រាប់អតិថិជនដែលបានជាវទៅលើ motherboard ASUS នេះផងដែរតែខ្ញុំសូមលាក់បងអ្នកគ្នាសិនខ្ញុំនឹងប្រាប់បងអ្នកគ្នាបន្តិចទៀតនេះជម្រាបសួរបងអ្នកគ្នាដោយតែបងបានដឹងពីដើមវីដេអូអញ្ចឹងថានៅក្នុងវីដេអូហ្នឹងគឺយើងនឹងមកពិភាក្សាគ្នាទៅលើ motherboard ASUS មួយនេះហើយបងក៏បានដឹងทั่វៗពី motherboard មួយហ្នឹងហើយដែរតែឥឡូវខ្ញុំនឹងនាំបងអ្នកគ្នាមកដឹងឲ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀតជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងយើងចាប់ផ្ដើមជាមួយនឹង CPU socket របស់ motherboard នេះតែម្ដងព្រោះវាមានលក្ខណៈខុសគ្នាពី motherboard ផ្សេងទៀតដោយ motherboard ទូទៅប្រើនៅ CPU socket ត្រឹមតែ1200ឬក៏1700ទេប៉ុន្តែទូឯករបស់យើងគឺប្រើប្រាស់នៅ CPU socket រហូតដល់1851ហើយ ASUS បានបង្កើត CPU socket នេះឡើងដើម្បី support ជាមួយនឹង CPU Intel Core Ultra Processor Series ដែលជាប្រភេទ CPU ជំនាន់ចុងក្រោយហើយវាមកជាមួយនឹង VRM16/1/2/2 Power Stack ដែលវាជួយផ្ដល់ថាមពលទៅឲ្យ CPU បានយ៉ាងពេញលេញហើយវាមានស្ថិរភាពតួបងប្អូនអ្នកគ្នាប្រើប្រាស់ទៅលើកម្មវិធីធំក៏ដោយ motherboard មួយនេះធានាបានថានឹងមិនមានភាពរអាក់រអួលទៅលើការប្រើប្រាស់របស់បងប្អូនអ្នកគ្នាឡើយមួយវិញទៀត motherboard នេះបាន include មកជាមួយនឹង AI ច្រើនមែនតើដែល AI ទី1គឺជា AI overclocking ដែលវាមានតួនាទីជួយឲ្យ CPU អាច overclock បានដល់ maximum performance ហើយជួយកំណត់ភាពត្រជាក់របស់ system ដែលវាជំរុញឲ្យការប្រើប្រាស់របស់បងប្អូនអ្នកគ្នាបានកាន់តែ smooth ថែមមួយកម្រិតទៀតចំណែក AI បន្ទាប់គឺជា AI cooling tool ដែលវាមានតួនាទីជួយឲ្យមានសមាមាត្ររវាងសីតុណ្ហភាពនិងកម្រិតសំឡេងមិនឲ្យលឺខ្លាំងនៅពេលដែលបងប្អូនអ្នកគ្នាប្រើប្រាស់ចំណែក AI ទី3គឺជា AI networking tool ដែលវាធានាបានថាបងប្អូនអ្នកគ្នានឹងទទួលបាននៅល្បឿនអ៊ីនធឺណិតលឿនអស់ស្ទះជាមួយនឹង Wi-Fi 7ចូលមកដល់ផ្នែក AI ចុងក្រោយគេគឺជា AI advisor ដែលវាប្រៀបបានទៅនឹង AI ដែលបងប្អូនអ្នកគ្នាប្រើប្រាស់ពីមុនមកអញ្ចឹងដូចជា ChatGPT, Gemini, Copilot ជាដើមដែលវាអាចយល់ពីសំណួរហើយធ្វើការ respond នៅចម្លើយបានយ៉ាងឆាប់រហ័សអញ្ចឹងបើយើងនិយាយពីផ្នែក RAM វិញ motherboard នេះបានភ្ជាប់មកជាមួយនឹង slot RAM DDR5 4 slot ហើយវា support ជាមួយនឹងល្បឿនលើសពី9000 MHz អញ្ចឹងសម្រាប់បងដែលមានតម្រូវការក្នុងការបើកកម្មវិធីច្រើននៅពេលប្រើប្រាស់ហើយកម្មវិធីទាំងអស់នោះសុទ្ធតែជាកម្មវិធីធំទៀត motherboard មួយនេះនឹងមិនធ្វើឲ្យបងប្អូនអ្នកគ្នាខកបំណងឡើយចុះមកដល់ផ្នែក storage វិញម្ដង motherboard នេះមាន slot M2 រហូតដល់5 slot ឯណោះដែលវា support ជាមួយនឹងល្បឿនលឿនអស់ស្ទះរហូតដល់ 128GB per second ជាមួយនឹងការ install M2 វិញគឺវាមានភាពងាយស្រួលមែនទែនដោយគ្រាន់តែបងប្អូនអ្នកគ្នាយកដៃចុចទៅលើប៊ូតុង ASUS នេះមកគឺបងប្អូនអ្នកគ្នាអាចយក M2 ទៅដាក់បានហើយនៅពីក្រោមបន្ទះដៃមួយនេះគឺជាកន្លែងដាក់ M2 ដែរដែលវា support ជាមួយនឹង M2 PCIe 4.0 ហើយចំណែក slot សម្រាប់ដាក់ VGA វិញមានរហូតដល់3 slot ដែលវា support ទាំង PCIe 4.0 និង PCIe 5.0 ផងដែរតោះឥឡូវយើងមកដឹងពីផ្នែក I/O របស់ motherboard នេះវិញម្ដងជាមួយនឹង port USB 10G រហូតដល់6 port ដែលវាមានល្បឿនលឿនខ្លាំងក្នុងការផ្ទេរទិន្នន័យ data ហ្វាធំហើយវាមាន port DP-in ចំនួន1សម្រាប់ឲ្យយើងប្រើប្រាស់ជាមួយនឹងសារ Thunderbolt 5អ្វីដែលកាន់តែពិសេសតាមទៀត motherboard មួយនេះបានភ្ជាប់មកជាមួយនឹង port Thunderbolt 5រហូតដល់2 port និង port Thunderbolt 4ចំនួន1 port ថែមទៀតដែលវាមានសមត្ថភាពខ្លាំងក្នុងការផ្ទេរ data បានលឿនរហូតដល់ 120GB ក្នុង1វិនាទីហើយបងប្អូនអ្នកគ្នាក៏អាចធ្វើការ display រូបទៅកាន់ monitor តាមរយៈ port Thunderbolt ទាំងនេះជាមួយនឹង resolution រហូតដល់ 4K និង 8K លើពីនេះទៀត motherboard មួយនេះបានភ្ជាប់មកជាមួយនឹង port internet រហូតដល់2 port ដែលមានទាំង port internet 10G និង 2.5G ផងដែរបងប្អូនអ្នកគ្នាបានឃើញពីរូបរាងក៏បានដឹងពីលក្ខណៈ detail របស់ motherboard នេះហើយអញ្ចឹងឥឡូវខ្ញុំនឹងមកប្រាប់បងប្អូនអ្នកគ្នាតាក់ទងជាមួយនឹង special gift ដែលខ្ញុំនិយាយតាំងពីដើមវីដេអូអញ្ចឹងចំពោះ special gift នោះគឺ ASUS នឹងផ្ដល់ជូននៅ
license Adobe Creative Cloud ទៅដល់អតិថិជនដែលបានជាវទៅលើ motherboard មួយនេះហើយបងប្អូនអ្នកគ្នាអាចប្រើប្រាស់ license មួយនេះបានរហូតដល់រយៈពេល3ខែពេញហើយបើយោងទៅតាម website ផ្លូវការរបស់ ASUS បានបញ្ជាក់ថា license មួយនេះមានតម្លៃខ្មែរ$500ណោះអញ្ចឹងបើសិនជាបងប្អូនអ្នកគ្នាបានឃើញវីដេអូនេះហើយអាចទម្លាក់ការកម្មង់ឥឡូវនេះដើម្បីទទួលបាននៅតម្លៃល្អជាពិសេសសម្រាប់បងៗដែលធ្វើការងារផ្នែក content creator graphic design architecture ជាដើមអញ្ចឹងវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាបងប្អូនគ្នាចង់បាននៅ motherboard ដែលមានកម្លាំងខ្លាំងជាមួយនឹងតម្លៃល្អ កុំភ្លេច ASUS ProArt Z890 Creator Wi-Fi